សូមនិយាយអំពីតង់ UV ចាប្រភេទតង់ UV ជាប្រភេទសាច់តង់ដែលស្វិតធន់ជាមួយនឹងកម្ដៅប្រើបានគ្រប់សន្តានមិនថាបាំងយកទៅក្រាបបាត់ស្រះឬក៏បងប្អូនយកទៅប្រក់ឡើយចាគឺអាចប្រើប្រាស់បានទាំងអស់បងប្អូនមើលសាច់តង់ចាគឺមិនជ្រាបទឹកទេចាហើយប្រភេទ UV នេះគឺយើងអាចអ៊ុតជូនពួកពុកម៉ែបងប្អូនបានចាតាមទំហំដែលបងប្អូនទាំងអស់គ្នាត្រូវការមិនថាធំមិនថាតូចមិនថារាងអាងឬក៏វាយកវ៉ាលាវមិនគឺខាងខ្ញុំអាចអ៊ុតជូនបងប្អូនបានទាំងអស់គ្នាចាអញ្ចឹងប្រភេទតង់ UV នេះគឺមានពីរពណ៌ចាមានពណ៌ខ្មៅហើយនិងពណ៌ផ្ទៃមេឃចឹងបងប្អូនដែលមានតម្រូវការតង់ UV នេះចាមិនថាបងប្អូនយកពណ៌ខ្មៅឬពណ៌ផ្ទៃមេឃទេគឺបងប្អូនអាចធ្វើការកម្មង់បាននេះគឺជារូបភាពជាក់ស្ដែងចាសាច់ជាក់ស្ដែងខ្ញុំថតដោយកាមេរ៉ា iPhone ចាអញ្ចឹងប្រភេទតង់អស់នេះមានបងប្អូនខ្លះគាត់ថាអាពណ៌ផ្ទៃមេឃនេះធ្លាប់ប្រើអត់ជាប់ចាបើបងប្អូនធ្លាប់ប្រើអត់ជាប់អានឹងមិនមែនប្រភេទ UV ទេបងប្អូនប្រភេទ UV នេះគឺសាច់របស់វាធន់ជាងគេចាល្អប្រើចាហើយទម្ងន់កម្រាស់វាក៏ក្រាស់ល្អដែរកម្រាស់វាហ្នឹងគឺ 2C ឯណោះចាអញ្ចឹងបងដែលមានតម្រូវការតង់យកទៅក្រាបបាត់ស្រះឬក៏បងប្អូនយកទៅបាំងកុំភ្លេចជាមួយនឹងប្រភេទ UV របស់ខ្ញុំនេះចាពណ៌ផ្ទៃមេឃអត់ផុយទេមួយឆ្នាំមកផុយអីអត់មានទេណាចាមានបងប្អូនគាត់ថាប្រើមិនទាន់បានមួយឆ្នាំបាន3 4ខែអីផុយមិនមែនប្រភេទ UV នេះទេបងប្អូនប្រហែលជាប្រភេទធម្មតាអញ្ចឹងប្រភេទ UV គឺអាយុកាលរបស់វាជាប់ជាងកូរ៉េធម្មតាចាមិនមែនដូចកូរ៉េធម្មតាទេអញ្ចឹងបងដែលទិញប្រភេទ UV នេះគឺតម្លៃរបស់វាខ្ពស់ជាងកូរ៉េធម្មតាអញ្ចឹងបងប្អូនចង់ដឹងតម្លៃគឺអាចឆាតសួរបានដោយសារតម្លៃវាខុសទៅតាមទម្រង់នីមួយៗក៏អញ្ចឹងខ្ញុំខ្ជិលបង្ហាញទៅចាចាំបងប្អូនតាក់ទងមកក្រុមអ្នកលក់នឹងបង្ហាញឲ្យថាប្រភេទនេះតម្លៃប្រមាណប្រភេទនោះតម្លៃប្រមាណចាអរគុណច្រើននេះគឺវីដេអូនៅថ្ងៃទី11ខែ6ឆ្នាំ2025បាយបាយ